ប្រទេសឡាវគឺជាប្រទេសមួយដែលស្ថិតនៅក្នុងភូមិភាគអាស៊ីអាគ្នេយ៍ជាមួយនឹងកម្ពុជាយើងហើយក៏ជាភូមិផងរបងជាមួយនឹងកម្ពុជារបស់យើងផងដែរហើយជានិច្ចកាលយើងពុំសូវបានឃើញប្រទេសឡាវមានចំនួនជាមួយនឹងអ្នកជិតខាងដូចជាថៃកម្ពុជាហើយនិងវៀតណាមនោះទេហើយក៏ប៉ុន្តែប្រទេសឡាវបានពង្រឹងកងទ័ពអាកាសរបស់ខ្លួនដោយប្រើប្រាស់ជាមួយនឹងយន្តហោះចម្បាំងក៏ដូចជាមានអធម្មពាកចក្រជាដើមចង់ដឹងថាតើឡាវមានយន្តហោះចម្បាំងប្រភេទអីហើយមានចំនួនប្រមាណគ្រឿងហើយអធម្មពាកចក្រប្រភេទអីមកតាមដានទស្សនាជាមួយខ្ញុំបាទនៅក្នុងវីដេអូនេះបើយោងតាមទិន្នន័យយោធាកងទ័ពអាកាសឡាវមិនមានយន្តហោះចម្បាំងប្រដេញចាប់ដោយប្រទេសជិតខាងដូចជាថៃហើយនិងវៀតណាមនោះទេប៉ុន្តែពួកគេបានពង្រឹងសមត្ថភាពដោយប្រើប្រាស់ប្រភេទយន្តហោះវឹកវើកម្រិតខ្ពស់ដែលអាចវាយប្រហារបានចំនួននិងប្រភេទយន្តហោះសំខាន់យ៉ាង130ឡាវមានយន្តហោះប្រភេទនេះប្រហែលពី4ទៅ10គ្រឿងផ្អែកលើការបញ្ជាទិញពីប្រទេសរុស្ស៊ីទោះបីជាវាជាយន្តហោះវឹកវើប៉ុន្តែវាត្រូវបានគេចាត់ទុកថាជាយន្តហោះវាយប្រហារកម្រិតស្រាល MiG-21 កាលពីមុនឡាវធ្លាប់ប្រើប្រាស់យន្តហោះប្រភេទ MiG-21 ជាច្រើនគ្រឿងក៏ប៉ុន្តែបច្ចុប្បន្នភាគច្រើនត្រូវបានដាក់ឲ្យឈប់សម្រាកពីការងារដោយសារចំណាស់និងបញ្ហាបច្ចេកទេសសមត្ថភាពរបស់Yak 130ទោះបីជាវាមានចំនួនតិចប៉ុន្តែYak 130មានសមត្ថភាពគួរឲ្យកត់សម្គាល់ពហុបំណងវាអាចប្រើប្រាស់សម្រាប់វឹកវើពីរបៀបបើកបរយន្តហោះចម្បាំងចំនួនទី4និងទី5ផងនិងអាចប្រើប្រាស់ក្នុងប្រតិបត្តិការវាយប្រហារដីគោកផងសពាវុធវាអាចផ្ទុកគ្រាប់បែកនិងមីស៊ីលពីអាកាសទៅអាកាសនិងគ្រាប់រ៉ុកែតបានទម្ងន់រហូតដល់ 3000 គីឡូក្រាមបច្ចេកវិទ្យាបំពាក់ដោយប្រព័ន្ធ Cabin Digital ទំនើបនិងងាយស្រួលដល់អ្នកបើកបរក្នុងការគ្រប់គ្រងសមរភូមិអធម្មពាកចក្រនិងយន្តហោះដឹកជញ្ជូនក្រៅពីយន្តហោះខាងលើឡាវផ្ដោតលើកម្លាំងអធម្មពាកចក្រដូចជា Mi-17 ប្រើប្រាស់សម្រាប់ដឹកជញ្ជូនកងទ័ពនិងសង្គ្រោះZ9 អធម្មពាកចក្រពហុបំណងផលិតដោយចិនជារួមសមត្ថភាពអាកាសចរយោធារបស់ឡាវនៅមានកម្រិតប៉ុន្តែពួកគេផ្ដោតទៅលើការការពារដែនអាកាសកម្រិតស្រាលជាជាងការធ្វើសង្គ្រាមខ្នាតធំតើបងប្អូនយល់យ៉ាងណាដែរចំពោះប្រទេសឡាវដែលពួកគេជាប្រទេសដែលមានសេដ្ឋកិច្ចទន់ខ្សោយជាងប្រទេសកម្ពុជារបស់យើងប៉ុន្តែគេមានការប្រើប្រាស់នៅប្រភេទយន្តហោះYak 130របស់រុស្ស៊ីដែលជាយន្តហោះចម្បាំងវឹកវើកម្រិតខ្ពស់និងវាយប្រហារកម្រិតស្រាលបងប្អូនកុំភ្លេច comment នៅខាងក្រោមវីដេអូនិងជួយចែករំលែកនៅវីដេអូនេះម្នាក់មួយផងបាទអរគុណច្រើន